បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើបុកមាន់បែបអ្នកសៀមរាបបាទហើយមុខម្ហូបនេះគឺជាមុខម្ហូបប្រចាំតំបន់អ្នកសៀមរាបបងប្អូនបាទនៅតាមតំបន់មួយសិតតែមានម្ហូបប្រចាំតំបន់បងប្អូនហើយចំណែកថ្ងៃនេះខ្ញុំមកធ្វើបុកមាន់អ្នកសៀមរាបរសជាតិឆ្ងាញ់មែនទែនបងប្អូនបាទហើយថ្ងៃនេះខ្ញុំមានភ្លៅមាន់ចំនួន2ភ្លៅហើយយើងលាងស្អាតហើយបន្តមកទៀតយើងយកកាបិតមកឆូតវាតិចមកដើម្បីពេលយើងអាំងទៅវាលះឆ្អិនណាបងប្អូនខ្ញុំឆូតទាំងអស់មកដល់ពេលយើងឆូតហើយយើងយកមកអាំងតែម្ដងហើយពេលយើងអាំងយើងត្រូវដាក់ភ្លើងតិចៗបងប្អូនបានអាំងទៅវាឆ្អិនស្អាតដូចខ្ញុំអញ្ចឹងដល់ពេលវាឆ្អិនសព្វហើយយើងយកវាឡើងមកទុកឲ្យវាត្រជាក់បងប្អូនហើយផុកខ្ញុំបានបង្ហាញបងប្អូនទេមិញយើងយកផុកមកអាំងដែរហើយបន្តមកទៀតខ្ញុំយកខ្ទឹមសខ្ទឹមក្រហមម្ទេសស្រស់យកមកលីងវាសិនប្រហែលមុខនេះលីងឲ្យវាឈ្ងុយសិនណាហើយបើសិនបងប្អូនចូលចិត្តហឹរបងប្អូនអាចដាក់ម្ទេសច្រើនជាងខ្ញុំក៏បានឬក៏មិនសូវចេះហឹរមិនបាច់ដាក់ម្ទេសច្រើនប៉ុណ្ណឹងក៏បានបងប្អូនយើងថែមថយតាមហ្នឹងទៅនេះដល់ពេលបានឈ្ងុយប៉ុណ្ណឹងហើយបន្តមកទៀតយើងយកមកបុកសិនបងប្អូនយើងបុកឲ្យវាតន់ក្តៅៗអញ្ចឹងណាហើយយើងបុកឲ្យម៉ត់មកដល់ពេលខ្ញុំបុកបត់ហើយខ្ញុំមកមើលភ្លើងមាន់សិនបងប្អូនហើយភ្លើងមាន់វាក៏តិចហើយដែរបន្តមកទៀតយើងហាយវាមកហើយភ្លើងមាន់តិចតូចល្មមមកដល់ពេលខ្ញុំបេះរួចរាល់ហើយខ្ញុំយកប្រហុកដែលខ្ញុំអាំងហើយយកទៅបុកហើយប្រហុកនេះដែរយើងដាក់ប៉ុណ្ណឹងសិនទៅបងប្អូនខ្លាចវាប្រៃហើយបន្តមកទៀតខ្ញុំដាក់ស្ករត្នោតជាមួយនឹងប៊ីចេងហើយយើងបុកតែម្ដងមកបងប្អូនបុកឲ្យគ្រឿងវាចូលជាតិគ្នាសិនណាហើយកន្លែងនេះយើងភ្លក់មើលទៅបងប្អូនបើស្នេះប្រហុកយើងមិនសូវប្រៃយើងដាក់ថែមទៅតែបើសិនជាប្រហុកយើងប្រៃយើងថែមថយតាមហ្នឹងបងប្អូនបុកឲ្យវាចូលជាតិគ្នាប៉ុណ្ណឹងមកបន្តមកទៀតខ្ញុំដាក់ក្រូចឆ្មាទឹកក្រូចឆ្មាយើងហ្នឹងជាមួយនឹងសាច់មាន់ដែលយើងហាយហើយហ្នឹងដាក់ចូលមកបងប្អូនហើយយើងបុកម្ដងទៀតមកបុកឲ្យគ្រឿងវាចូលជាតិជាមួយសាច់មាន់របស់យើងឡើងឈ្ងុយមកបងប្អូនបុកខ្ញុំបុករៀងយូរដែរដើម្បីឲ្យសាច់មាន់វាចូលជាតិហើយកន្លែងហ្នឹងខ្ញុំភ្លក់ហើយវាគឺថារសជាតិឆ្ងាញ់បងប្អូនដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ក្រងចូលទៅអានេះក្រងខ្ញុំមានតែខ្មិលទេបងប្អូនព្រោះថាខ្ញុំរកអត់បានទេអាមេវាណាបើស្នេះបងប្អូនដាក់អាមេបងប្អូនអាចបន្ថយក្រូចឆ្មាក៏បានដែរតែសម្រាប់ខ្ញុំគឺដាក់ក្រូចឆ្មារៀងច្រើនណាស់មិញណាព្រោះថាមេខ្មិលវាអត់ជូរទេបងប្អូនវាពេលយើងញ៉ាំទៅជ្រឹបឆ្ងាញ់វាខ្ទិះច្រើនណាហើយយើងបុកឲ្យសព្វគ្នាទៅប៉ុណ្្នឹងជាការស្រេចហើយយើងដួសដាក់ចានវិញមកផ្ទាប់ជាមួយបន្លែថស្រស់បងប្អូនឆ្ងាញ់មែនទែនបាទហើយសម្រាប់វីដេអូនេះក៏មានប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណរកការតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតចប់បាទសូមអរគុណសូមជម្រាបលា